ទីស្ពីបថ្លៃអាណៃសែនស្រងលេឃើញស្ពានខ្ពស់បែបនេះមាននៅណាឆ្ងាយគឺនៅក្នុងទឹកដីស្រុកវាវែងខេត្តពោធិ៍សាត់យើងនឹងហើយគឺជាស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាដែលមានឈ្មោះថាស្ពានដេជោសន្តិភាពរិស័យជ្រុំដែលមានកម្ពស់90ម៉ែត្រប្រវែង537ម៉ែត្រទទឹង10ម៉ែត្រដែលមានទីតាំងស្ថិតនៅក្នុងភូមិឆៃឡុកឃុំអូសោមស្រុកវាវែងខេត្តពោធិ៍សាត់ស្ពាននេះស្ថិតនៅក្នុងគម្រោងសាងសង់ផ្លូវជាតិលេខ10ដែលតភ្ជាប់ពីខេត្តបាត់ដំបងពោធិ៍សាត់និងកោះកុងស្ពាននេះស្ថិតនៅក្នុងភូមិសាស្ត្រដែលមានទេសភាពធម្មជាតិអំណោយផលដ៏ស្រស់ត្រកាលដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនាគេក៏បានរៀបចំឲ្យមាននៅទីលានសម្រាប់សម្ចតថតរូបអនុស្សាវរីយ៍នៅចំណុចកណ្ដាលស្ពានផងដែរប្រសិនជាបងប្អូនដែលជាអ្នកចូលចិត្តទេសចរដែលមានលក្ខណៈធម្មជាតិពេលព្រឹក្សាមានស្ទឹងមានអូសោមនឹងហើយគឺជាតំបន់ទេសចរដែលល្អបំផុតសម្រាប់អ្នកទាំងអស់គ្នាទៅលេងកម្សាន្តមិនគួររំលងនោះទេហើយនៅអូសោមទៀតសោតមិនខ្វះទេកន្លែងស្នាក់នៅហើយខ្ញុំសូមណែនាំរីសតមួយកន្លែងដែលមានឈ្មោះថា Valley Escape Resort ហើយសម្រាប់បងប្អូនដែលចង់ឈៀលជាមួយធម្មជាតិជាមួយបងប្អូនមិត្តភក្តិអីនៅតំបន់ព្រៃភ្នំហើយខ្ញុំសូមណែនាំនៅ resort មួយនេះមានទាំងតង់មានទាំងបន្ទប់សម្រាប់បងប្អូនចង់ស្នាក់នៅហើយនៅទីនេះគឺស្អាតមែនទែនហើយខ្ញុំបានសម្រាប់នៅទីនោះមួយយប់គឺធ្វើឲ្យអារម្មណ៍ខ្ញុំស្រស់ស្រាយមែនទែនហើយផាសុខភាពនៅកន្លែងនេះមានហាងកាហ្វេហើយមានពិសេសខ្ញុំចាប់ចិត្តជាងគេគឺផាសាន់ចាហួយខ្ញុំមានអារម្មណ៍ថាប្លែកហើយគឺជាផលិតផលនៅក្នុងទឹកដីអូសោមតែម្ដងហើយកាហ្វេក៏ឆ្ងាញ់ហើយបុកពេលព្រឹកអីបរិយាកាសអីមើលពពកមានអាប់ឈៀលជាមួយធម្មជាតិមែនទែនហើយខ្ញុំទៅទីនេះពិតជាចាប់អារម្មណ៍ហើយជាមួយធម្មជាតិមានអន្តនូមានទឹកខ្យល់លះជាមួយបងប្អូនជាមួយមិត្តភក្តិអីខ្ញុំគិតថា10ឆ្នាំមានបានដងគួរតែនាំគ្នាដែលលេងធ្វើការ stress អីមករកកន្លែងសម្រាប់កាយលំហែអារម្មណ៍អីខ្ញុំគិតថាទីនេះស័ក្តិសមបំផុតហើយសម្រាប់បងប្អូនអ្នកភ្នំពេញមិនថាអ្នកភ្នំពេញអ្នកខេត្តអីទេដែលចង់មកលេងទីនេះគឺមើលពេលយប់ក៏ស្រស់ស្រាយត្រជាក់ពេលយប់មិនបាច់បើកផ្សិតជាអីទេហើយបើពេលថ្ងៃអីគិតតែត្រជាក់ថែមទៀតហើយតារៀបគម្រោងមួយបងប្អូនមួយមិត្តភក្តិអីដាក់មកទ្រីបអីឈៀលជាមួយធម្មជាតិនៅក្នុងទឹកដីអូសោមអីហើយមកដល់ទីនេះគឺមិនពិបាកទេមានទាំងកាហ្វេមានទាំងអាហារហើយមានទាំងការដឹកជញ្ជូនផងដែរហើយតម្លៃសមរម្យហើយសេវាក៏ល្អដែរបើមកទីនេះហើយខ្ញុំធានាថាមកហើយចង់មកទៀតដោយសារទេសភាពតំបន់នេះអំណោយផលមែនទែនមានអាប់មានពពកមានអេនតនូយីរួមគឺស្រស់ស្អាតមែនទែនហើយបងប្អូនទើបទៅផ្ទាល់ដឹងថាស្អាតដល់ប៉ុណ្ណាហើយអរគុណសម្រាប់ការទស្សនាលើវីដេអូរបស់ខ្ញុំអរគុណបាយបាយជួបគ្នាវីដេអូក្រោយបាទសូមអរគុណសូមជម្រាបលាសត្វរំពីហើយតាមចិត្តសប្បាយបងសីបងសាភ្ញៀវវេហាហងខ្ពស់ចិត្តរីករាយគ្មានខ្វល់ខ្វាយរសាយទីទុកព្រួយភ័យសូរងំប្រគុំតន្ត្រីធម្មជាតិក្លិនផ្កាជាតិពីងដល់ក្នុងដួងហរតីព្រាបបានសំរងឆោមស្ររីជ្នីកាព្រៃប្រណីដល់បេះដូងប្រងថ្លៃកំព្រាឯកាស្នាមថ្ពាល់ខួគួចិត្តបងឈរនឹកភ្លឹក